កូនពុកចាប់លេខកូនខ្ញុំព្រាមពលលោកបាត់បង់កម្លាំងភាពដោយមនុស្សធម្មតាទៅហើយបើមិនចង់ឲ្យវេទនាទេនៅស្ងៀមសិនទៅកុំរើអត់ប្រយោជន៍ចាប់គេទៅយ៉ាងណាជីងស៊ូពុកទោះជាពួកគេធ្វើយ៉ាងម៉េចក៏ដោយខ្ញុំមិនអោនលំទោនចំពោះពួកទាហានទេកូនសម្លាញ់ទៅល្អនេះទៅជាចរិតកូនប្រុសរបស់សឺអូតាំងមែនជើរលេងគេជើរមិនកំពូននឹងធ្វើគេចាប់ដែរប៉ាអូតាំងពុកហើយនឹងពូទី7អ្នកគ្រូរបស់នេះក្រាបពេលតែគេចាប់ខ្លួនអ្នកគ្រូក៏ផ្ដាច់អាហារមកដល់ពេលនេះពួកគេចង់នាំលោកទៅណាខ្ញុំក៏មិនដឹងដែរតែនាងកុំបារម្ភអីឲ្យតែមានឱកាសខ្ញុំមកជួយនាងចេញទៅនាំគេទៅជើរតែជើរយកទៅឲ្យគេកុំសង្ឃឹមថាយកដៃឈើមកប្រមាថខ្ញុំវ៉ាមានរកពីជាកូនប្រុសខ្ញុំពេញចិត្តណាស់សងឈៀងស៊ឹងមិនក៏លោកមិនសួរខ្ញុំថាហាលោកមកធ្វើអីបានខ្ញុំចង់សួរនាងតែចង់ធ្វើអីប្រកួតគ្នាប្រើវាត្រូវហើយឲ្យតែលោកអាចឈ្នះកូនចៅទាំង3របស់ខ្ញុំដោះលែងលោកភ្លាមតែបើចាញ់ត្រូវខំខ្លួនលោកមួយខែទៀតខ្ញុំអស់កម្លាំងចិត្តទៅហើយកុំថាឡើយដៃជើងទោះជាស្មៅនគរក៏មិនអាចយកឈ្នះផងគ្មានកម្លាំងភាពណៃស្ងៀមចំពោះលោកប្រហែលជាមានឱកាសខ្ញុំសុខចិត្តស្លាប់មិនដឹងល្អអាក្រក់សោះតើនាំចេរិននៅប៉អឺម៉ៃម៉ាំងកាប់សេះចប់សិនយ៉ាងម៉េចផ្ដោតកម្រិតហើយឯងឲ្យតែនាងកុំទៅរងជើចរិនទោះជាឲ្យខ្ញុំធ្វើអីក៏ព្រមដែរខ្ញុំដឹងថាលោកចាប់ចិត្តលើចេរិនយកចេរិនមកគម្រាមលោកមានប្រសិទ្ធភាពណាស់លោកសាបាត់នេះចាញ់ណាលោកអេចាំសិនអាយចាញ់ហើយលោកខ្ញុំ មានន័យថាម៉េចមួយស្និតនេះគឺរួមស្លាប់ជាមួយគ្នាលទ្ធផលនេះគឺចុងជីស៊ូរបួសស្លាប់អ្នកខ្លាហំសុងតើមួយស្និតនេះឈ្មោះអីដែរមេដីអាយុតែមួយពូទី6ខ្ញុំបង្កើតមេដីអាយុតែមួយអ៊ីងលីធីងលោកតាកុំអត់ខ្ញុំខ្មាស់គេណាទទួលបញ្ជាអ្នកអានសុងជួយណែនាំផងលោកចាញ់ណាការវាយអញ្ចឹងខ្ញុំអាចយកឈ្នះទេបើចាញ់ត្រូវបន្ថែមពេលមួយខែទៀតចាប់ដាក់កោទៅចូលឈិនស៊ូកូនយ៉ាងមិនដែរកូនមិនអីទេមិនអីទេពុក
ខ្ញុំជួបចិត្តរើប៉ាអឺមិនក៏ត្រូវគេឃុំនៅទីនេះដែរ ជាងស៊ូពួកគេយ៉ាងម៉េចដែរ ដូចជាយើងចឹងត្រូវគេប្រើថ្នាំមកទប់កម្លាំងធានមិនអាចបញ្ចេញវិជាគុណ អូមើលទៅបាក់ទាំង6យើងត្រូវគេឃុំនៅទីនេះទាំងអស់ប៉ុន្តែគេមានបំណងឃុំបាក់ទាំង6នៅទីនេះធ្វើអីតើពួកគេចង់ធ្វើយ៉ាងម៉េច លោកគ្រូខុស ពនាងមិនអាចប្រើស្នៀតនេះទេ ហេតុអី ព្រោះពនាងជាពនាងមិននឹងអាចត្រូវរបួសទៅ ព្រះនាង មានការអី មើលណំបត់មកឲ្យ ម្ចាស់ប្អូន មិនចាក់បោះមករាជធានីពីកា ទៅតែមកដល់ ឯណាមានដែរអត់មកជាមួយម្ចាស់បងទេអី នៅរាជធានីនៅឡើយមេដាកម្រាប់បានជួបព្រះអយ្យការប្រហែលជាត្រូវនៅមួយរយៈទៀតហេបៃតាឲ្យបងមកហៅប្អូនទៅវិញណា ខ្ញុំម្ចាស់ទៅចេញមកតែ គឺព្រោះតែអញ្ចឹងហើយម៉ៃគឺព្រះអង្គម្ចាស់ណា ព្រះអង្គម្ចាស់ណា អូគឺព្រះអង្គម្ចាស់របស់ប្អូនម្ចាស់ប្អូនសូមអបអរសាទរ មិនខ្វល់ អង្គកណ្ដាលហ្នឹង មិនស្ដាប់ទេ អង្គកណ្ដាលហ្នឹង កុំខ្វល់ ម៉ៃបើមិនទៅវិញឲ្យបងដោះស្រាយថាម៉េច ប្រាប់ថាខ្ញុំស្លាប់ហើយ ម៉ៃ មិនលើទេខ្ញុំស្លាប់ហើយ ខ្ញុំមិនព្រមរៀបការជាមួយចាយ៉ាទៅទេមិនព្រមទេចាំងវិជីលោកគឺជាមនុស្សល្ងងមែនទេ លោកគ្រូពងខ្ញុំជួយធ្វើជាច្រត់ពូហុយលោកគ្រូពងប្រហែលថ្ងៃទៀតគ្រូពងអាចប្រើវាបានហើយនាងថាក្មួយដឹងអស់ហើយដឹងព្រៀងអីបូជីតាំងពីតូចមកបងពូហុយមានរឿងអីក៏ប្រាប់ខ្ញុំដែរនាងពិតជាធ្លាប់ប្រាប់ខ្ញុំថានាងស្រឡាញ់លោកគ្រូពងគេនិយាយចឹងមែនណាគេនិយាយចឹងមែនណាលោកគ្រូពូខ្ញុំជាអ្នកក្រៅរឿងមិនអាចនិយាយរឿងអីទាំងអស់បើលោកគ្រូពូជំទាស់ចាំនិយាយទៅកុំឲ្យបងពូហុយមានការឈឺចាប់ពេកពូកុំដឹងដែរគ្រាន់តែដឹងថាតាមរយៈខ្លួនរបស់ពូហុយពូឃើញសម្បត្តិរបស់ស៊ីហ្វូពេលដែលពូបានត្រូវរបួសគេមានចិត្តម៉ត់ចត់លាយនឹងក្តីស្រឡាញ់ប៉ុន្តែអាយុពូនឹងគេខុសគ្នាឆ្ងាយពេកឋានៈក៏ខុសគ្នាដែរទោះជាមានចិត្តក៏ដោយក៏មហាជនទាំងអស់មិនអាចទទួលយកបានដែរបើលោកគ្រូពូមិនបដិសេធនឹងបងពូហុយទេខ្ញុំយល់ថាមិនដោយតាមយថាកម្មទៅចុះហើយបើថ្ងៃណាមួយមង្គលការនេះពិតជាបានសម្រេចអញ្ចឹងទំនំពីចំនួនមុនក៏អាចរំសាយចោលគឺជារឿងល្អតើយថាកម្មពិតជាយថាកម្មមែនលោកមេប៉ាក់ឆាងឲ្យជនសុំជួប លបងឆាង សូមគោរពលោកមេប៉ាន់ អីលបងឆាងក្រោកឡើង មេប៉ាន់សើបបានដំណឹងនាងចំអត់តកោចៅហើយ នេះណាលបងឆាំនិយាយមក នៅក្រុងធំ រាជធានីខ្ញុំជិះមិនខុសគេជាមនុស្សរាជការត្រូវហើយមានគេថានាងបញ្ជូនមនុស្សមួយចំនួនធំចូលក្រុងពលគ្រូអ៊ំសងប្រកាសជានៅក្នុងដៃចាំងមិនស្ដេចជាលោកពូយ៉ាងលើកទាំងពីរឆាប់រៀបចំខ្លួនទៅក្រោយពេលខ្ញុំប្រាប់លោកគ្រូតាហើយពួកយើងឆាប់ចេញដំណើរបាទពូហុយកូននៅនេះធ្វើអីមិនឆាប់ទៅរៀបចំអីវ៉ាន់
កុំទៅទេកូនចង់នៅទីនេះមើលថែអ្នកក្លាហានអ៊ីង របួសលោកអ៊ីងជាហើយមិនចាំបាច់ឲ្យកូនថែទាំទេឆាប់ទៅ លោកយ៉ាងខ្ញុំយល់ថាបងពូហុយគួរតែនៅទីនេះទៅបានសំខាន់គឺជួយរាជធានីប្រហែលជាអសមត្ថភាពណាស់ពួកយើងអាចមានគ្រោះថ្នាក់ដល់ជីវិតម្យ៉ាងទៀតចាំមិនក៏ល្បិចច្រើនណាស់ដែរគេអាចប្រើល្បិចគ្រប់ពេលទាំងអស់ធ្វើយើងពិបាកទប់ទល់ដូច្នេះខ្ញុំយល់ថាបើបងពូហុយទៅគឺមានតែធ្វើយើងកាន់តែបារម្ភគេនៅឧតាំងគឺល្អជាពួកគេទៅវិញទេ បើលោកមិនបាក់និយាយទៅហើយខ្ញុំមិនហ៊ានប្រឆាំងទេ អញ្ចឹងបានពួកយើងប្រញាប់ទៅរាជធានីបើសិនជាចាំមិនធ្វើឲ្យក្រុមលោកអ៊ំសងមានរបួសតែបន្តិចនោះខ្ញុំមិនលើកលែងទោសឲ្យគេចដាច់ខាត់ អ្នកប្រុស លេខនេះទៅរាជធានីគ្រោះថ្នាក់ច្រើនមិនទៀងទេដូច្នេះសេចាជើងរបស់នាងជាប់ច្រវាក់អញ្ចឹងពិបាកធ្វើដំណើរណាខ្ញុំក៏មិនចង់ឲ្យមានរឿងអីដែរ អ្នកប្រុសចង់ឲ្យខ្ញុំនៅទីនេះហ៎ នាងចាំខ្ញុំនៅអូតាំងមានបងពូហុយនៅកំដរនាងច្បាស់ជាមិនអបសោះពួកខ្ញុំត្រូវទៅហើយ អញ្ចឹងក៏បានសៀវចាជួនដំណើរអ្នកប្រុសចុះ ឥឡូវដល់ចកេះភ្នំហើយណាស់ហើយចុះសេចាជិបជឿនដំណើរទៅធ្វើដំណើរអស់3យោជហើយ ខ្ញុំ កុំជឿនដំណើរទៀតអីកាន់តែជូនកាន់តែឆ្ងាយបើនាងមិនឆាប់ឡើងភ្នំទេមិនងងឹតមើលផ្លូវមិនឃើញទេណាលើទាំងវិញផ្លូវនោះមានរឿងអីកាត់ឡើងខ្ញុំក៏មិនស្ងប់ចិត្តដែរ បានខ្ញុំស្ដាប់តាំងសម្ដីអ្នកប្រុសចុះអេអ្នកប្រុសទៅដល់រាជធានីអាចជួបចៅម៉ៃទេ ប្រហែលជាជួបហើយ អ្នកប្រុសប្រាប់នាងថាខ្ញុំមានការចង់រកនាង ចង់ទៅនាងធ្វើអី ខ្ញុំចង់ខ្ចីដើមមីខេពីគេមកកាត់ផ្ដាច់ច្រវាក់នេះបើមិនចឹងជីវិតខ្ញុំត្រូវចងចោកគ្មានសេរីភាពទេ បានខ្ញុំសំណូមពរគេខ្លាចតែគេមិនឲ្យខ្ចីទេណាកុំថាឡើយខ្ចីមកដល់ទីនេះ បើអញ្ចឹងអ្នកប្រុសnokខ្ញុំទៅខ្ញុំទៅខ្ចីដើមពីគេឲ្យទៅកាត់ផ្ដាច់ទៅគឺបានហើយ ណាស់ហើយចានិយាយទៅនិយាយមកការពិតនឹងចង់ទៅជាមួយខ្ញុំតាលើកយ៉ាងមិនដឹងជាពួកយើងអាចនាំគេទៅបានទេ អត់បញ្ហាទេលោកមិនបាក់ស្លៀកពាក់ហូបចុកក៏ត្រូវមានអ្នកបម្រើដែរប៉ុន្តែសេចក្ដីចោកច្រវាក់អញ្ចឹងអាចធ្វើឲ្យគេចាប់អារម្មណ៍ណា អីខ្ញុំអាចលាក់ច្រវាក់នេះមិនឲ្យគេឃើញទេ លើកយ៉ាងជួយនិយាយនាងទៅហើយខ្ញុំក៏យល់ព្រមដែរ អរគុណអ្នកប្រុសអរគុណលោកយ៉ាងអរគុណស្ដេចពជាវ អូខ្ញុំអត់មាននិយាយអីផងហ្នឹងអរគុណខ្ញុំធ្វើអីអ្នកប្រយ័ត្នជំងឺខ្ចាស់ខ្ញុំរើឡើងវិញហ្នឹងខ្ញុំទាំងជក់នាងព្រាមហើយ អេកុំភ័យខ្ញុំ ឆាប់ឡើងសេះទៅ មិនដែរ ដឹងថាយើងជាបិតាទៀត មិនដែរយ៉ាងមិនទៅហើយនឹងតើទៅចូលមកមិនដែរក៏ចេះទៅហើយឯង តើបុត្រីទៅណា បាត់ទៅវិហារវ៉ាន់អាន តែប្រដាបងប្រុសបុតទៅវិហារវាំងអានរកបុតមិនត្រឹមតែមិនព្រមមកវិញថែមទាំងនៅខាងក្រៅបកករឿងទៅពេលនេះព្រមមក មិនដែរបើសិនជាព្រះអង្គម្ចាស់ទី7ធ្វើឲ្យបៃតាទៅតោះមិនអាចបញ្ចេញកំហឹងបានមិនអីទេបៃតាជ័យចាស់ស្ដីបន្តោះបត់ចិនណា ហើយតាំងពីតូចមកបុតអាចមើលដឹងចិត្តគេនិយាយស្ដីធ្វើការតែងតែធ្វើមុនគេដូច្នេះទើបបៃតាស្រឡាញ់បុតទង្វើបុតពេកហើយឥឡូវបុតធំហើយលេងស្ដាប់បៃតាហើយបៃតាមិនអាចរវល់ទីម បៃតាខុសហើយបៃតាជាបៃតាបាត់ដែរជាកូនគួរតែស្ដាប់តាមិនហ៊ានប្រឆាំងទេ តែ ប៉ុន្តែមានរឿងមួយបាត់ត្រូវតែចំទាស់បាត់មិនចោះចិត្តចាយទេក៏ស្អប់ព្រះអង្គម្ចាស់ប្រើអំណាចគេមកបខំមង្គលការបើបាត់រៀបការបៃតាជួយគិតមើលបាត់មានឪពុកក្មេងដែរមិននិយាយមូលហេតុហើយមានប្តីដែលទន់ខ្សោយអត់សមត្ថភាពបាត់អាចសោកសៅដែរទេបៃតាដាច់ចិត្តឃើញបាត់បៃតារងទុក្ខវេទនាដាច់ចិត្តឃើញបាត់បំផ្លាញអនាគតខ្លួនឯងទេ បុត ប
បេដាដាច់ចិត្តទេ បិតានិយាយមិនឈ្នះបុតទេនិយាយមិនឈ្នះទេហើយ